ម្ហូបថ្មីប្លែកទៀតហើយណាបងប្អូនគឺថាមុខម្ហូបមួយមុខនេះចំណាយលុយតិចហើយមិនត្រឹមតែចាយលុយតិចទេថារសជាតិវាឆ្ងាញ់ញាក់សាច់តែម្ដងណាបងប្អូនចាមុខម្ហូបមួយមុខនេះគឺម៉ាក់វីឆ្នៃដោយផ្ទាល់ដៃអញ្ចឹងបីតែឈ្មោះក៏នាងខ្ញុំដាក់ដោយផ្ទាល់ដែរណាបងប្អូនចាមុខម្ហូបមួយមុខនេះមានឈ្មោះថាតៅហ៊ូចំហុយលាក់ខ្លួនពួនប៉ងទាចាសូម្បីតែឮឈ្មោះហ្នឹងក៏គួរឲ្យចង់ញ៉ាំដែរចាមុននឹងតាមដានពីវិធីធ្វើកុំភ្លេចជួយ follow page ឬក៏ like page ម៉ាក់វីម្នាក់មួយផងដើម្បីនាងខ្ញុំមានមុខម្ហូបប្លែកៗនិងបង្ហាញជូនបងប្អូនឲ្យឃើញទាំងអស់គ្នាទៀតដំបូងយើងមានតៅហ៊ូចំនួន5ដុំចាហើយនឹងខ្ទឹមសហើយម្ទេសយើងច្រាមឲ្យម៉ត់ចូលគ្នាទៅរួមផ្សំទាំងស្លឹកខ្ទឹមយើងហាន់ឲ្យម៉ត់ដែរចាចាប់ផ្ដើមពុះតៅហ៊ូជា4អញ្ចឹងណាអ្នកទាំងអស់គ្នាចាយើងជ្រៀកចម្រៀកវាជា4អញ្ចឹងមកមុខម្ហូបមួយមុខនេះងាយហើយមិនត្រឹមតែងាយធ្វើទេគឺថារសជាតិវាឆ្ងាញ់ហើយប្លែកបែបចិនទៀតណាបងប្អូនតែបើសិនជាបងប្អូនណាអត់ចូលចិត្តម្ទេសគឺមិនបាច់ចាំដាក់ម្ទេសក៏បានដែរតែចំពោះនាងខ្ញុំម្ទេសកាន់តែច្រើនគឺកាន់តែឆ្ងាញ់យើងចាប់ផ្ដើមចាក់ប្រេងឆាចូលខ្ទះឲ្យក្តៅចាក់ជាមួយខ្ទឹមសហើយនឹងម្ទេសចិញ្ច្រាំហ្នឹងចូលទៅយើងកូរលីងវាឲ្យឈ្ងុយឈ្ងប់ឈួលពេញផ្ទះមកក៏ច្រូតជាមួយនឹងទឹកស៊ីអ៊ីវក៏ក្រហមបន្តិចដែរទៅចាវាចេញបន្តិចស្ករសបន្តិចទៀតមកជាមួយនឹងទឹកសយើងធម្មតាដាក់មកច្រូតដែរមកណាបងប្អូនយើងមកងាស់វាឲ្យមកពុះខូចតិចមកកូរទឹកគ្រឿងយើងហ្នឹងក៏រួចជាការស្រេចទុកវាមួយឡែកចាប់ផ្ដើមមកចៀនតៅហ៊ូម្ដងចាបងប្អូនយើងចៀនតៅហ៊ូយើងបើកភ្លើងមកល្មមទៅណាកុំបើកភ្លើងខ្លាំងពេកជៀសវាងកុំឲ្យតៅហ៊ូយើងហ្នឹងវាខ្លោចចាយើងក៏ចាប់ផ្ដើមប្រែវាតិចមកបងប្អូនចាងាយហើយឆ្ងាញ់ហើយអស់លុយតិចទៀតចាហើយតមកក៏តៅហ៊ូឆ្អិននេះខ្ញុំយកអាទឹកដែលកូរជាមួយទឹកស៊ីអ៊ីវមិញអីហ្នឹងកូរគ្រឿងមិញហ្នឹងយើងចាក់ច្រូតពីលើទឹកតៅហ៊ូហ្នឹងទៅណាបងប្អូនចាអាតំណងខ្លាំងមែនតើយើងរោយស្លឹកខ្ទឹមរោយអីមកដាក់ជាមួយនឹងបងទាយើងយកតែពងក្រហមទេដាក់ពីលើមកឆ្វោកណាបងប្អូនឃើញថាតំណងខ្លាំងមែនតើអ្នកទាំងអស់គ្នាអើយពុះគូចហើយនឹកឃើញរសជាតិហ្នឹងនាងខ្ញុំឃ្លានម្ដងទៀតឯនេះបងប្អូនសាកបងធ្វើញ៉ាំទាំងអស់គ្នាណាតានាថាឆ្ងាញ់តលិតចានតែម្ដងណាបងប្អូនមិនត្រឹមតែចំណាយលុយតិចទេថែមទាំងរសជាតិវាឆ្ងាញ់ហើយប្លែកទៀតនេះខ្ញុំជឿថាមុខម្ហូបមួយមុខនេះគឺគ្មានអ្នកចេះទេពីព្រោះអីម៉ាក់វីឆ្នៃដោយផ្ទាល់ដៃតែម្ដងណាអ្នកទាំងអស់គ្នានេះខ្ញុំអត់បញ្ចូលសលេងណាឃ្លានម្ដងទៀតឯនេះចាយើងសម័យមើលអាបងក្រហមវារបៀបជាប់ភ្នៅតិចហ្នឹងណាបងប្អូនញ៉ាំជាមួយនឹងបាយកកបាយក្តៅគឺថាម៉ាក់វីញ៉ាំញ៉ែនទៀតឯណាអ្នកទាំងអស់គ្នាពេលដែលបានឃើញវីដេអូនេះពេលយប់ដឹងតែលេបទឹកមាត់តែម្ដងចាថាតំណងហើយឆ្ងាញ់ខ្លាំងមែនតើមិនធំតែតំណងហើយគឺថាឆ្ងាញ់ទៀតអញ្ចឹងបងប្អូនបើពេញចិត្តនឹងវីដេអូនេះកុំភ្លេចជួយ follow page like page ឲ្យម៉ាក់វីម្នាក់មួយផងណាដើម្បីនឹងខ្ញុំមានមុខម្ហូបថ្មីប្លែកនឹងធ្វើឲ្យបង្ហោះជូនបងប្អូនឲ្យមើលទៀតបើបងប្អូនអត់ follow page ទេគឺអត់បានមើលមុខម្ហូបប្លែករបស់នេះខ្ញុំទៀតទេចាអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានវីដេអូម៉ាក់វីពីដើមរហូតដល់ចប់បាយ